សួស្តីអ្នកទាំងគ្នាជួបគ្នាម្ដងទៀតនៅក្នុងវីដេអូនេះយើងនឹងធ្វើការសម្រាយនៃការរឿងថ្មីមួយទៀតដែលមានចំណងជើងថា Lock Up នេះគឺជាប្រភេទរឿងវាយដំច្រំធាក់គ្នារបស់អាមេរិកដែលនិយាយអំពីជីវិតរបស់អ្នកទោសនៅបន្ទាប់ពីពេលពួកគេជាប់គុកនឹងហើយតើពួកគេជួបប្រទះនូវគ្រោះថ្នាក់ក៏ដូចជាឧបសគ្គនិងភាពលំបាកលំបិនបែបណាខ្លះអញ្ចឹងដើម្បីកុំឲ្យគ្នាយើងទៅរងចាំយូរនឹងចង់នឹងថាតើខ្សែរឿងហ្នឹងវាល្អមើលដែរឬក៏អត់តោះយើងទៅតាមដានការសម្រាយខ្សែរឿងលម្អិតជាមួយនឹងadminទាំងអស់គ្នាខ្សែរឿងនិយាយអំពីបរិមម្នាក់ឈ្មោះតា Frank ដែលគាត់នឹងគឺជាជាងម៉ាស៊ីនដែលកំពុងតែធ្វើការនៅក្នុងទីក្រុង Hoboken នៃរដ្ឋ New Jersey សហរដ្ឋអាមេរិក Frank នឹងមិនត្រឹមតែជាម៉ាស៊ីនប៉ុណ្ណោះទេប៉ុន្តែគាត់ក៏ជាអ្នកទោសផងដែរដោយសារតែគាត់នឹងកំពុងតែអនុវត្តទោសរបស់គាត់នៅក្នុងគុកមួយឈ្មោះថាគុក Norwood ដែលជាគុកមិនសូវជាមានការយាមកាមក៏ដូចជាការរដ្ឋបិទទៅលើវិន័យចេញចូលរបស់អ្នកទោសនឹងប្រមាណទេដោយសារតែវាគឺជាគុកដែលប្រើសម្រាប់ដាក់អ្នកទោសដែលមានទោសស្រាលៗលើពីនេះ Frank ទៅបានគេចាត់ទុកថាគឺជាអ្នកទោសគំរូដោយសារតែគាត់នឹងបានសហការយ៉ាងល្អជាមួយនឹងចៅក្រមក្នុងកំឡុងពេលនៃការកាត់ក្តីព្រមទាំងបានអនុវត្តទោសរបស់ខ្លួននៅខាងក្នុងគុកនឹងបានយ៉ាងខ្ជាប់ខ្ជួនផងដែរបើយើងគិតមកដល់ឥឡូវហ្នឹង Frank ចិត្តត្រូវបានបញ្ចប់កាតព្វកិច្ចនៃការអនុវត្តទោសរបស់គាត់បាត់ទៅហើយចឹងហើយបានជាម្ដងម្កាលគេតែងតែអនុញ្ញាតឲ្យគាត់នឹងចេញទៅខាងក្រៅដើម្បីធ្វើសកម្មភាពផ្សេងៗដូចជាប្រជាជនទូទៅដែរប៉ុន្តែគាត់មិនអាចនៅខាងក្រៅរហូតដល់ដាច់យប់បានទេគាត់ត្រូវតែត្រឡប់មកកាន់គុកវិញដើម្បីអនុវត្តទោសនៅពេលយប់ជាទូទៅនៅពេលដែលបានចេញមកដល់ខាងក្រៅម្ដង Frank តែងតែចំណាយពេលរបស់គាត់រៀបចំការ៉ាឡានដើម្បីត្រៀមនៅពេលដែលគាត់ចេញមកវិញហ្នឹងគឺមានការងារធ្វើបន្ទាប់ពីធ្វើការធ្វើអីចប់ហ្នឹង Frank ក៏មកបន្តលេងបាល់ឱបជាមួយនឹងក្មេងៗដែលនៅក្នុងតំបន់ហ្នឹងនិងចំណាយពេលដែលនៅសេសសល់តែប៉ុន្មានជាមួយនឹងសង្សាររបស់គាត់ឈ្មោះថា Melissa ហើយអ្នកទាំងពីរហ្នឹងគឺស្រឡាញ់គ្នាខ្លាំងមែនទែនថ្ងៃមួយបន្ទាប់ពី Frank បានចេញមកខាងក្រៅនៅពេលថ្ងៃនឹងបានត្រឡប់ចូលទៅអនុវត្តទោសវិញនៅពេលយប់ដោយសមមួយដងហ្នឹងស្រាប់តែមានហេតុការណ៍មួយបានកើតឡើងដែលឆ្មាំគុកមកក្រុមមកពីគុកមួយផ្សេងទៀតឈ្មោះថាគុក Gateway ហ្នឹងបានសម្រុកចូលមកក្នុងបន្ទប់ឃុំឃាំងរបស់ Frank និងបានចាប់គាត់បំរុងនិងផ្លាស់ប្ដូរគាត់ចេញពីគុកហ្នឹងយកទៅកាន់គុក Gateway វិញដែលគុក Gateway ហ្នឹងគឺជាគុកដែលមានប្រព័ន្ធការពារសុវត្ថិភាពរឹងមាំហើយការអនុវត្តកាតព្វកិច្ចចំពោះអ្នកទោសហ្នឹងគឺមានភាពតឹងរ៉ឹងព្រមទាំងសាហាវឃោឃៅខ្លាំងមែនទែននៅឡើយហ្នឹង Frank គេបានព្យាយាមតវ៉ានិងបានសួរហេតុផលតើហេតុអ្វីបានជាត្រូវផ្លាស់ប្ដូរគេទៅកាន់គុក Gateway យ៉ាងដូច្នោះប៉ុន្តែទោះជាបានព្យាយាមសួរយ៉ាងណាហ្នឹងក៏មិនទទួលបានការឆ្លើយតបអ្វីត្រឡប់មកវិញឡើយមួយសន្ទុះក្រោយមកបន្ទាប់ពី Frank ទៅបានគេនាំមកដល់គុក Gateway និងបានជួបគ្នាជាមួយនឹងមេគុកដែលមានឈ្មោះថា Dramgo អ្វីៗគ្រប់យ៉ាងក៏ត្រូវបានបញ្ជូលដែលថានៅមុនពេលដែលគាត់ត្រូវបានគេផ្លាស់ប្ដូរឲ្យមកជាប់នៅក្នុងគុក Norwood ហ្នឹង Frank គេធ្លាប់ជាប់នៅក្នុងគុកមួយឈ្មោះថាគុក Treatmore ដែលមាន Dramgo ហ្នឹងគឺជាមេគុកដូចគ្នាដែលថាកាលនោះឪពុករបស់ Frank គាត់មានជំងឺហើយស្ថិតនៅក្នុងដង្ហើមចុងក្រោយអញ្ចឹងហើយ Frank ក៏បានមកនិយាយគ្នាដែលបានសុំ Dramgo ហ្នឹងទៅជួបជាមួយនឹងឪពុករបស់គេចំនួន1ម៉ោងអញ្ចឹងណាប៉ុន្តែទោះជាសុំយ៉ាងណាហ្នឹងក៏ Dramgo គេមិនឲ្យចេញទៅដែរហើយដោយសារតែមិនចង់ឲ្យមានការខកខានក្នុងការជួបជាមួយឪពុករបស់ខ្លួនក្នុងដង្ហើមចុងក្រោយហ្នឹង Frank ក៏បានសម្រេចចិត្តរត់ចេញពីគុកជាលទ្ធផលចំពោះទង្វើមួយនេះ Frank ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារ5ឆ្នាំបន្ថែមទៀតទៅលើទោសចាស់ដែលមានស្រាប់ប៉ុន្តែអ្វីដែល Frank បានធ្វើហ្នឹងមិនត្រឹមតែទទួលផលប៉ះពាល់ជាអវិជ្ជមានមកលើខ្លួនឯងប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានធ្វើឲ្យ Dramgo ហ្នឹងមានបញ្ហាទៀតផងក៏ព្រោះតែបន្ទាប់ពី Frank បានរត់ចេញពីគុកនិងបានទៅជួបជូនដំណើរឪពុករបស់គេជាលើកចុងក្រោយហ្នឹង Frank ក៏បានទៅបន្តជួបគ្នាជាមួយនឹងអ្នកកាសែតនិងបានប្រាប់អំពីទង្វើអាក្រក់របស់ Dramgo ដែលបានធ្វើទៅលើអ្នកទោសដែលទង្វើមួយហ្នឹងបានធ្វើឲ្យឈ្មោះរបស់ Dramgo ហ្នឹងត្រូវបានគេដាក់ចូលទៅក្នុងបញ្ជីខ្មៅលើសពីនេះគាត់ក៏ត្រូវបានគេ downgrade ឲ្យឈប់កាន់កាប់នៅក្នុងគុក Treatmore និងត្រឡប់មកកាន់កាប់នៅក្នុងគុក Gateway ដូចជាអ្វីដែលយើងបានឃើញឥឡូវហ្នឹងហើយមូលហេតុទាំងអស់ហ្នឹងឯងដែលធ្វើឲ្យ Dramgo ហ្នឹងមានការគុំគួនជាមួយនឹង Frank យ៉ាងខ្លាំងអញ្ចឹងហើយគេក៏បានរកមធ្យោបាយបញ្ជូន Frank ហ្នឹងឲ្យមកឃុំឃាំងនៅក្នុងគុក Gateway ដែលជាគុកស្ថិតក្នុងការគ្រប់គ្រងរបស់គេដើម្បីងាយស្រួលក្នុងការសងសឹកបន្ទាប់ពីបាននិយាយនេះចប់ Dramgo ក៏បានឲ្យកូនចៅរបស់គេហ្នឹងយក Frank ទៅឃុំឃាំងហើយពេលដែលយកទៅឃុំឃាំងហ្នឹងគេធ្វើបាប Frank ខ្លាំងមែនទែនដោយបានវាយដំច្រំធាក់ទៅលើគាត់បន្ទាប់មកក៏បានយកគាត់ហ្នឹងទៅដាក់ចូលក្នុងម៉ាស៊ីនចំហាយទឹកដើម្បីលាងសម្អាតខ្លួនសម្អាតមេរោគអីចឹងទៅប៉ុន្តែគេបានចុចអាកង់តាក់ហ្នឹងឲ្យគាត់នៅក្នុងហ្នឹងឡើងរយៈពេលយូរនិយាយទៅជាធម្មតាគេនៅបានតែ30 second ទេ30វិនាទីឯណាប៉ុន្តែដល់ពេល Frank នឹងចូលទៅគឺគេឲ្យឃុំឃាំង Frank ហ្នឹងរហូតដល់ទៅមកសន្ទុះធំដល់ Frank ចង់ដាច់ដង្ហើមស្លាប់បានគេបើកឲ្យចេញមកវិញបន្ទាប់ពីបានរៀបចំខ្លួនរបស់ Frank នឹងបានធ្វើតាមនីតិវិធីនៃការចុះឈ្មោះចូលមកក្នុងគុកថ្មីហើយហ្នឹង Frank ក៏ត្រូវបានគេប្រឡែងឲ្យទៅដើរលំហែកាយនៅកន្លែងដែលអ្នកទោសសម្រាប់លំហែកាយហើយបន្ទាប់ពីបានមកដល់កន្លែងដើរលំហែរបស់អ្នកទោសហ្នឹងហើយ Frank នៅតែទទួលបានការធ្វើបាបពី Dramgo ដោយ Dramgo ហ្នឹងបានបញ្ជូនបរិសម្នាក់ឈ្មោះថា Weber ដែល Weber ហ្នឹងគឺជាអ្នកទោសដែលមានទោសមួយជីវិតនៅកន្លែងហ្នឹងណាហើយ Dramgo ហ្នឹងប្រហែលជាគេបានដាក់លក្ខខណ្ឌអីជាមួយនឹង Weber ហ្នឹងអញ្ចឹងណាបានចៅឲ្យ Weber ហ្នឹងមកតាមធ្វើបាប Frank នៅក្នុងគុកនិយាយទៅ Frank ហ្នឹងនៅកន្លែងពេលដែលជាប់គុកហ្នឹងគឺត្រូវបានឆ្មាំគុកធ្វើបាបហើយពេលដែលចេញមកនៅជាមួយអ្នកទោសដូចគ្នាហ្នឹងគឺត្រូវបាន Weber ហ្នឹងជាអ្នកតាមធ្វើបាប Weber បានតាមធ្វើបាប Frank ដែល Frank អង្គុយកន្លែងណាហ្នឹងក៏គេឲ្យអង្គុយដែរគេថានៅក្នុងកន្លែងហ្នឹងគឺសិតតែជាកន្លែងរបស់គេទាំងអស់ហើយបន្ទាប់មកគេក៏បានទៅនិយាយរោរឿងជាមួយនឹង Frank និងចង់បង្កចំនួនរោវាយតប់គ្នាជាមួយ Frank អញ្ចឹងណាប៉ុន្តែប៉ូលីសក៏បានចូលមកដល់និងបានធ្វើការហាមគាត់ហើយក៏បានប្របែកគ្នានៅកន្លែងហ្នឹងទៅចំណែក Dramgo វិញគឺតាមខ្លុំមើលសកម្មភាពរបស់ Frank ហ្នឹងគ្រប់ពេលវេលាតែម្ដងខ្សែរឿងបានកាត់ទៅថ្ងៃបន្ទាប់ Frank ត្រូវបានគេចាត់ចែងឲ្យជួយធ្វើការងារនៅក្នុងគុកដូចធម្មតាហើយនៅពេលដែលគាត់កំពុងតែធ្វើការងារសក់ហ្នឹងក៏ស្រាប់តែមានបរិសម្នាក់ឈ្មោះថា Dallas បានចូលមកនិយាយគ្នាជាមួយនឹង Frank Dallas បាននិយាយធ្វើដូចជាស្គាល់ Frank ពីកាលមកអញ្ចឹងគាត់បានប្រាប់ទៅ Frank ថាគាត់នឹងធ្លាប់ជាប់គុកជាមួយ Frank នៅគុកចាស់គឺអាគុក Treatmore ថែមទាំងបានដឹងថា Frank ធ្លាប់បានរត់ចេញពីគុក Treatmore នឹងបានតែជោគជ័យ
យចឹងហើយគេបានមកសួរ Frank ថាបើសិនជា Frank នឹងមានបំណងចង់រត់ចេញពីគុក Gateway នេះទៀតគឺអាចតាក់ទងជាមួយគេបានគេអាចរកឧបករណ៍អ្វីៗគ្រប់យ៉ាងដែល Frank ចង់បាននឹងយកមកឲ្យ Frank បានទាំងអស់គ្រាន់តែមានលក្ខខណ្ឌមួយថាបើសិនជា Frank ចេញទៅនឹងគឺត្រូវឲ្យគេនឹងទៅជាមួយដែរចំណែក Frank បើទោះជាប៉ែត Dallas នឹងព្យាយាមនិយាយបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយក៏គាត់មិនទុកចិត្តទៅលើប៉ែតនឹងដែរទី1ទី2គាត់ចិត្តដល់ពេលទៅចេញពីគុកទៅហើយក៏សល់ពេលប្រហែលជា1ខែ2ខែទៀតទេគឺគាត់ដល់ពេលចេញពីគុកហើយចឹងហើយគ្មានមូលហេតុអីដែលគាត់ត្រូវរត់ចេញពីគុកឡើយ Dallas បើទោះជាឥឡូវហ្នឹងមិនទាន់ទទួលបានទំនុកចិត្តក៏ដូចជាលទ្ធផលល្អចេញពីការចរចាគ្នាជាមួយនឹង Frank ក៏ដោយប៉ុន្តែគាត់មិនបោះបង់ទេគាត់នៅបន្តនិយាយបញ្ចុះបញ្ចូលទៅកាន់ Frank ដែលបានសួរ Frank ហ្នឹងថាតើ Frank ហ្នឹងចង់ធ្វើការនៅកន្លែងជួសជុលឡានឬក៏អត់ដោយសារតែគេដឹងថា Frank ហ្នឹងគឺជាជាងម៉ាស៊ីនអញ្ចឹងហើយគេច្បាស់ជាចាប់អារម្មណ៍ធ្វើការនៅកន្លែងជួសជុលម៉ាស៊ីននៅក្នុងគុកហ្នឹងជាជារំខានទេដែលបើដូចជា Dallas បានគិត Frank បានបង្ហាញចំណាប់អារម្មណ៍របស់គេចំពោះការងារមួយហ្នឹងបន្តិចក្រោយមក Dallas ក៏បាននាំ Frank មកជួបគ្នាជាមួយបរិសម្នាក់ឈ្មោះថា John ដែល John ហ្នឹងគឺជាអ្នកដែលមើលការខុសត្រូវក៏ដូចជាធ្វើការនៅក្នុងកន្លែងជួសជុលម៉ាស៊ីនជួសជុលឡានឯផ្សេងៗហ្នឹង Dallas បានព្យាយាមនិយាយបញ្ចុះបញ្ចូល John ដើម្បីសមឲ្យ Frank ហ្នឹងធ្វើការនៅកន្លែងហ្នឹងជាមួយនឹង John ប៉ុន្តែទោះជាព្យាយាមបញ្ចុះបញ្ចូលយ៉ាងណាហ្នឹងក៏ John គេអត់ព្រមដែរនិយាយទៅគេអត់ចូលចិត្តឲ្យ Frank ហ្នឹងមកធ្វើការនៅកន្លែងហ្នឹងជាមួយគេទេគេចូលចិត្តធ្វើការតែម្នាក់ឯងអញ្ចឹងណាហើយដោយសារតែមិនទទួលបានលទ្ធផលអីហ្នឹងអ្នកទាំងពីរហ្នឹងក៏បានចាក់ចេញពីកន្លែងហ្នឹងទៅត្រឡប់មក Melissa ដែលជាសង្សាររបស់ Frank វិញនាងបានព្យាយាមចូលមកសួរទុក Frank នៅក្នុងគុក Gateway ហ្នឹងម្ដងហើយម្ដងទៀតប៉ុន្តែបើទោះជាព្យាយាមមកយ៉ាងណាក៏ឆ្មាំគុកហ្នឹងមិនអនុញ្ញាតឲ្យនាងចូលទៅជួបគ្នាជាមួយនឹង Frank ដែរដែលនេះវាបានធ្វើឲ្យ Melissa នេះមានការបារម្ភចំពោះសុខភាពក៏ដូចជាសុខទុក្ខរបស់ Frank នៅខាងក្នុងគុកហ្នឹងខ្លាំងមែនទែននៅថ្ងៃបន្ទាប់ Frank ជាមួយនឹង Dallas បានញ៉ាំបាយជុំគ្នានិងបានស្គាល់គ្នាជាមួយនឹងក្មេងប្រុសម្នាក់ទៀតឈ្មោះថា First Base ដែលគេហ្នឹងគឺជាមនុស្ស arrogant បានន័យថាជាមនុស្សដែលយើងឆេវឆាវអញ្ចឹងណាតែដោយសារតែ Frank ជាមួយនឹង Dallas ជាមនុស្សដែលមិនសូវប្រកាន់ច្រើននិងមានចិត្តទលាយនឹងពួកគេក៏អាចចុះសម្រងជាមួយនឹងគ្នាបានបន្ទាប់ពីញ៉ាំបាយញ៉ាំអីហើយ Frank ជាមួយនឹង First Base ក៏បាននាំគ្នាមករត់ហាត់ប្រាណនៅខាងក្រៅហើយនៅពេលដែលកំពុងទៅរត់ហាត់ប្រាណហ្នឹង Weber បានហៅ First Base ក៏ដូចជា Frank ហ្នឹងឲ្យមកលេងបាល់ជុំគ្នាប៉ុន្តែពួកគេអត់ព្រមលេងជាមួយអញ្ចឹងណាអញ្ចឹងហើយ Weber ក៏បានយកបាល់ដែលគេកំពុងតែលេងហ្នឹងគប់សម្ដៅទៅកាន់ First Base ហើយដោយសារតែឆេវឆាវផងហ្នឹង First Base ក៏ចង់បង្កចំនួនជាមួយនឹង Weber ចំណែក Frank ដោយសារតែមិនចង់ឲ្យ First Base ហ្នឹងមានបញ្ហាដោយសារតែគេនៅក្មេងមិនទាន់ស្គាល់រយៈជ្រៅអញ្ចឹងហើយគាត់ក៏បានចូលមកសម្របសម្រួលដែលបានប្រាប់ទៅ Weber ថាគាត់យល់ព្រមលេងបាល់ជាមួយនឹង Weber នៅពេលដែលកំពុងតែលេងបាល់មួយគ្នានឹង Weber បានឲ្យកូនចៅរបស់គេនឹងធ្វើបាប Frank ខ្លាំងមែនទែនដែលបានរត់បុក Frank ផងលោតសង្កត់ Frank ផងនិយាយទៅឡើង Frank នឹងមានរបួសពេញខ្លួនអស់ហើយតែទោះជាអញ្ចឹងក៏ដោយ Frank មិនបានមកកអ្វីឬក៏ឈប់លេងនោះទេគាត់នៅតែបន្តលេងបាល់នឹងព្យាយាមធ្វើយ៉ាងណាយកបាល់នឹងទៅបោកនៅកន្លែងទីឲ្យបានបន្ទាប់ពីបានឃើញភាពស្មោះត្រង់ក៏ដូចជាការខិតខំប្រឹងប្រែងរបស់ Frank John គេចាប់ដើមរំភើបចិត្តហើយចឹងហើយគេក៏បានចូលទៅជួយលេងជាមួយនឹង Frank ហើយនៅកន្លែងហ្នឹងដោយសារតែមាឌរបស់ John ធំក៏ដូចជាកម្លាំងរបស់ Frank ហ្នឹងគេខ្លាំងដែរនោះអ្នកទាំងពីរហ្នឹងក៏អាចយកឈ្នះទៅលើក្រុមរបស់ Weber បានហើយជ័យជំនះមួយនេះបានធ្វើឲ្យ John ក៏ដូចជាអ្នកទោសផ្សេងទៀតមានការសប្បាយដែលបាននាំគ្នាស្រែកហូបកញ្ជ្រៀវឡើងតែម្ដងនៅពេលដែល Frank កំពុងតែអបអរទៅលើជ័យជំនះរបស់គេមិនបានដឹងខ្លួនហ្នឹង Webner ក៏បានរត់ទំហឹងមកបកគេនិងបានធ្វើការវាយទៅកាន់ Frank ហ្នឹងវាយយករហូតដល់ Frank ដួលទៅដីនិយាយទៅ Frank ក៏អត់តដៃអីជាមួយនឹង Webner ហ្នឹងទេនៅកន្លែងហ្នឹងដោយសារតែគេមិនចង់បង្កចំនួនឲ្យវែងឆ្ងាយចំណែក Webner បន្ទាប់ពីបានវាយ Frank អស់ចិត្តហើយនៅបានកញ្ឆក់យកខ្សែករបស់ Frank ហ្នឹងគេក៏បានចាក់ចេញពីកន្លែងហ្នឹងទៅខ្សែរឿងបានកាត់ទៅថ្ងៃបន្ទាប់ John បន្ទាប់ពីបានចំណាយពេលលេងបាល់លេងអីជាមួយនឹង Frank ហើយគេក៏ចាប់ដើមមានអារម្មណ៍តែចូលចិត្ត Frank អញ្ចឹងហើយគេក៏បានអនុញ្ញាតឲ្យ Frank ហ្នឹងមកធ្វើការជាមួយគេនៅកន្លែងជួសជុលម៉ាស៊ីនបន្ទាប់ពីធ្វើការជាមួយគ្នាបានមួយរយៈ Frank ជាមួយនឹង John ហ្នឹងក៏បានចាប់ផ្ដើមធ្វើការទៅលើគម្រោងមួយគឺធ្វើការជួសជុលទៅលើឡានចាស់មួយគ្រឿងដែល John គេបានទុកចោលណា John គេស្រឡាញ់ឡានហ្នឹងមែនតើហើយមូលហេតុដែលគេទុកចោលហ្នឹងគឺដោយសារតែគេគិតថាឡានហ្នឹងគឺប្រហែលជាមិនអាចជួសជុលបានទេម៉ាស៊ីនរបស់វាហ្នឹងប្រហែលជាឡោកប្រហែលជាអីអស់ហើយប៉ុន្តែបន្ទាប់ពី Frank បាននិយាយថាគេមានលទ្ធភាពក្នុងការជួសជុលឡានហ្នឹងបើសិនជាពួកគេព្រមធ្វើការជាមួយគ្នាហ្នឹងអ្នកទាំងអស់គ្នាហ្នឹងក៏បានចាប់ផ្ដើមធ្វើការទៅលើគម្រោងជួសជុលឡានមួយហ្នឹងទៅ Frank Dallas First Base ហើយនិង John បានសហការគ្នាក្នុងការជួសជុលឡានមួយហ្នឹងហើយពួកគេនឹងជួសជុលបដាគឺលេងជាមួយគ្នាបដាយ៉ាងសប្បាយរីករាយដែលធ្វើឲ្យទំនាក់ទំនងរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃគឺកាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំងទៅមិនយូរប៉ុន្មានអ្នកទាំង4នាក់ហ្នឹងក៏អាចជួសជុលឡានរបស់ពួកគេបានជោគជ័យម៉ាស៊ីនឡានហ្នឹងក៏ជួសជុលរួចរាល់ចំណែកឯថ្នាំពណ៌ខាងក្រៅរបស់ឡានហ្នឹងគឺបាញ់ឡើងភ្លឺរលើបរលោងតែម្ដងបន្ទាប់ពីបានបញ្ចប់ការងាររួមគ្នាបានជោគជ័យហ្នឹងពួកគេពិតជាសប្បាយចិត្តខ្លាំងមែនតើអញ្ចឹងហើយគេក៏បានជប់លៀងជប់អីដែលបានញ៉ាំស្រានិងយកស្រាពីណាមកទេប្រហែលជាលួចទិញពីខាងក្រៅមកអញ្ចឹងណាបន្ទាប់ពីសប្បាយជាមួយគ្នាអស់មួយសន្ទុះធំ John ហើយនិង Dallas ហ្នឹងគេអស់កម្លាំងផងអីផងហើយនិងសង្វឹងស្រាប់ផងហ្នឹងគេក៏បានដេកលងលក់បាត់ទៅគឺនៅសល់តែ First Base ជាមួយនឹង Frank ដែលអង្គុយនៅក្នុងឡានដើម្បីជជែកគ្នាបន្តអញ្ចឹងទៅបន្ទាប់ពីនិយាយនេះចុះឡើង First Base បាននិយាយអំពីប្រវត្តិរបស់គេផ្សេងៗប្រាប់ទៅកាន់ Frank ដែលស្ដាប់ទៅនឹងពិតជាគួរអាណិតខ្លាំងមែនទែនហើយមួយចំណុចផ្សេងទៀតគឺគេបានប្រាប់ទៅ Frank ថាគេនឹងគឺអត់ដែររៀនបើកឡានពីមុនមកទេគេអត់ចេះបើកឡានបើកអីណាអញ្ចឹងហើយ Frank ក៏បានប្រាប់ទៅ First Base ថាចាំគេអ្នកបង្រៀនបើកប៉ុន្តែបង្រៀនបើកនឹងមិនមែនបង្រៀនបើកមែនទែនណាគឺ Frank គេអ្នករុញឡានចំណែក First Base នឹងជាអ្នកកាត់ចង្កូតជាអ្នកអីតាមអ្វីដែល Frank បានប្រាប់ចឹងទៅហើយមូលហេតុដែលគេអត់ហ៊ានបច្ចេះឡានបើកនឹងគឺដោយសារតែនៅក្នុងគុកគេមិនឲ្យបច្ចេះឡានទេតែហ៊ានតែបច្ចេះពឹបនឹង
នឹងគឺដឹងតែឆ្មាំគុកនឹងចូលមកចាត់ការពួកគេចែកជារំខានទេមួយសន្ទុះក្រោយមក first base ក៏បាននិយាយសមបង្វល់ទៅកាន់ Frank សមឲ្យគេនឹងអាចបញ្ជាម៉ាស៊ីនឡាននឹងបានម្ដងអញ្ចឹងណាដោយសារតែពួកគេចំណាយពេលអស់ជាច្រើនថ្ងៃដើម្បីធ្វើម៉ាស៊ីនឡានហ្នឹងប៉ុន្តែបែរជាមិនហ៊ានបច្ឆេះចឹងហើយគេសមថាសុំគាត់បច្ឆេះឬសំឡេងហ្នឹងគេកាច់បិទវិញហើយ Frank ពីដំបូងគេអត់យល់ស្របជាមួយគំនិតរបស់ first base ហ្នឹងទេប៉ុន្តែ first base នៅតែបន្តនិយាយសមបង្វល់ Frank បង្វល់ម្ដងហើយម្ដងទៀតហើយដោយសារតែចិត្តទុនហ្នឹង Frank ក៏បានអនុញ្ញាតឲ្យ first base ហ្នឹងកាច់បច្ឆេះម៉ាស៊ីនឡានហ្នឹងទៅបន្ទាប់ពីម៉ាស៊ីនឡានត្រូវបានបញ្ឆេះចនជាមួយ Dallas ក៏បានភ្ញាក់ឡើងហើយអ្នកទាំង3ហ្នឹងក៏បានប្រាប់ទៅកាន់ first base ឲ្យបញ្ញាបលុតឡានហ្នឹងទៅព្រោះតែខ្លាចតែឆ្មាំគុកនឹងចូលមកដល់ចំណែក first base បន្ទាប់ពីបានលើម៉ាស៊ីនឡានឆេះឡានហ្នឹងគេពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនតើអញ្ចឹងហើយគេមិនចង់ចុះពីលើឡានហ្នឹងទេគេបានរੂម៉ាស៊ីនហ្នឹងកាន់តែខ្លាំងទៅហើយបន្ទាប់មកក៏បានដាក់លេខនិងបានបើកចេញពីក្នុងឃ្លាំងហ្នឹងទៅពេលដែលបើកចេញមកដល់ទីលានសញ្ញាតូដើរលំហែអារម្មណ៍ហ្នឹង first base ក៏បានបន្តជន់ឡានហ្នឹងនិយាយជន់ drift ឡើងពេញហ្នឹងអស់ហើយឡើង 4-5 ជុំមកគេអត់ព្រមឈប់ទេហើយបើទោះជា Frank ជាមួយគ្នារបស់គេផ្សេងទៀតនឹងដេញតាមខាត់យ៉ាងណាហ្នឹងក៏ first base គេអត់ព្រមឈប់ដែរគេនៅតែបន្តជន់យ៉ាងសប្បាយរីករាយតែម្ដងដោយសារតែវាគឺជាលើកទី1ហើយដែលគេបានជិះឡានហ្នឹងអញ្ចឹងណាក្រោយពីបានឃើញស្ថានភាពចូលច្បល់ឆ្មាំគុកដែលនៅខាងលើហ្នឹងបាននាំគ្នាបាញ់ប្រហារទៅកាន់ឡានរបស់ first base ត្រូវជាច្រើនគ្រាប់តែបន្ទាប់ពីបាញ់មកមួយសន្ទុះប្រធានឆ្មាំគុកក៏បានប្រាប់តែឆ្មាំគុកទាំងអស់ហ្នឹងឲ្យឈប់បាញ់សិនដោយសារតែខ្លាចបាញ់ត្រូវអ្នកទោសផ្សេងទៀតចំណែកឯ Frank គេនៅតែព្យាយាមតាមឡានរបស់ first base នឹងបានប្រាប់គេនឹងឲ្យឈប់ឡានឈប់អីចឹងទៅហើយបន្ទាប់ពីតាមមកមួយសន្ទុះ first base ក៏បានឈប់ឡានលៀបនោះក្រុមឆ្មាំគុកក៏បានសម្រុកចូលមកដល់និងបានធ្វើការចាប់ខ្លួន first base ក៏ដូចជាចាប់ខ្លួន Frank ផងដែរបន្តិចក្រោយមក Dramgo ក៏បានចូលមកដល់និងបានប្រាប់ទៅ Webner ជាមួយនឹងកូនចៅរបស់គេនឹងឲ្យវាយទៅកាន់ឡានហ្នឹងនិយាយទៅវាយយកឡើងបែកកញ្ចក់បែកទ្វារបែកអីទីអស់ហើយអ្វីគ្រប់យ៉ាងដែល Dramgo គេបានធ្វើហ្នឹងគឺដើម្បីបញ្ជឿចិត្តរបស់ Frank ហ្នឹងឯងបន្ទាប់ពីឡានមួយហ្នឹងវាបានបែកបាក់ទីអស់ហើយ Dramgo ក៏បានបញ្ជាឆ្មាំគុកហ្នឹងចាប់ខ្លួន Frank ដើម្បីយកទៅគុំឃាំងនៅក្នុងគុកងឹតព្រមទាំងបានដល់លេង first base ដោយមិនមានយកទោសអ្វីទៀតផងដោយ Dramgo ហ្នឹងគេបានចោទប្រកាន់ថា Frank ហ្នឹងគឺជាអ្នកដែលនៅពីក្រោយភាពចលាចលទាំងអស់ហ្នឹងបន្ទាប់ពីបានចាប់ Frank យកមកគុំឃាំងនៅក្នុងគុកងឹត Dramgo ក៏បានចាប់ផ្ដើមបញ្ជាកូនចៅរបស់គាត់ហ្នឹងធ្វើទណ្ឌកម្មទៅលើ Frank ដោយគេបានទុកឲ្យ Frank ហ្នឹងនៅក្នុងស្ថានភាពងឹតបន្ទាប់មកក៏បានកាច់ភ្លើងឲ្យភ្លឺនិងប្រាប់ឲ្យ Frank ហ្នឹងមកនិយាយនៅមុខភ្លើងហ្នឹងដោយបានប្រាប់ពីលេខសម្គាល់លេខអីរបស់គាត់ចឹងទៅក្រុមឆ្មាំគុកដែលជាកូនចៅរបស់ Dramgo បានបន្តធ្វើអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃនិយាយទៅធ្វើអត់ដាច់តែម្ដងនៅពេលដំបូងនោះ Frank គេបានព្យាយាមទប់ទល់ដើម្បីកុំឲ្យខ្លួនគេនឹងមានអារម្មណ៍ថាបាក់ស្មារតីចឹងណាចឹងហើយគេបានហាត់ប្រាណផងអីផងនៅក្នុងភាពងឹតហ្នឹងប៉ុន្តែបន្ទាប់ពីរយៈពេលប្រហែលសប្តាហ៍កន្លងផុតទៅដោយសារតែការញ៉ាំអាហារមិនបានគ្រប់គ្រាន់និងគ្មានទឹកសម្រាប់ញ៉ាំផងហ្នឹង Frank ក៏ចាប់ដល់អស់កម្លាំងបាក់ស្មារតីវង្វេងវង្វាន់រហូតដល់និយាយលេខសម្គាល់ខ្លួនរបស់ខ្លួនឯងនឹងលែងត្រូវទៅហើយតែទោះជាអញ្ចឹងក៏ដោយ Dramgo គេមិនបានបញ្ចប់ត្រឹមនឹងទេគេបានបញ្ជាកូនចៅរបស់គេនឹងនៅតែបន្តទៅវាយដំចំធាក់ទៅលើ Frank ជារៀងរាល់ថ្ងៃឡើងធ្វើឲ្យគាត់នឹងមានអារម្មណ៍ថាគ្រាន់តែឮសំឡេងបើទ្វារមកនឹងគឺមានអារម្មណ៍ថាភ័យខ្លាចនិងញញើតតែម្ដងដោយសារតែទ្រាំនឹងទង្វើដ៏សាហាវឃោរឃៅរបស់ Dramgo អត់បាននឹងឆ្មាំគុកម្នាក់នឹងក៏បានបដិសេធមិនព្រមវាយធ្វើបាបទៅលើ Frank នោះទេចំណែកឯប្រធានឆ្មាំគុកនឹងក៏អញ្ចឹងដែរគាត់មិនអាចឈរមើលទង្វើដ៏ខុសឆ្គងនិងគ្មានសិលធម៌របស់ Dramgo បានទេចឹងហើយគាត់ក៏បានមកខាត់និងបានប្រាប់ទៅពួកនឹងឲ្យឈប់វាយ Frank ព្រមទាំងបានបញ្ជាពួកគេដោះលែង Frank ចេញពីកន្លែងឃុំឃាំងនៅក្នុងគុកងឹតនឹងទៅប៉ុន្មានថ្ងៃបន្ទាប់ពីត្រូវបានគេដោះលែងពីគុកងឹតមកវិញ Frank ក៏បានមកជួបគ្នាជាមួយនឹងគ្នារបស់គេប៉ុន្តែមកលើកហ្នឹងមិនមែនមកកែកុនឬក៏ជួសជុលឡានអីទេគេគ្រាន់តែមកប្រាប់អ្នកទាំងអស់គ្នាហ្នឹងថាគេនឹងឃ្លាតពីអ្នកទាំងអស់គ្នាមួយរយៈដោយសារតែគេចង់ចំណាយពេលស្ងប់ស្ងាត់នៅខាងក្នុងគុកនិងមិនចង់ឲ្យមានសកម្មភាពអ្វីតទៅទៀតនោះទេក៏ព្រោះតែខ្វះតែ3អាទិត្យទៀតតែប៉ុណ្ណោះគេដល់ពេលដែលត្រូវរួចខ្លួនចេញពីការអនុវត្តទោសរបស់គេហើយចឹងហើយគេមិនចង់ឲ្យមានបញ្ហាអ្វីកើតឡើងតទៅទៀតនោះទេនៅថ្ងៃបន្ទាប់នៅពេលដែល Frank កំពុងតែអង្គុយញ៉ាំអាហារតែម្នាក់ឯងនឹង Weber ក៏បានដើរចូលមកនិងបាននិយាយឌឺដងទៅកាន់ Frank ហើយគោលបំណងរបស់គេនឹងគឺចង់ធ្វើយ៉ាងណាឲ្យ Frank នឹងខឹងព្រមទាំងបានបែកគ្នាជាមួយនឹងគេអីចឹងទៅប៉ុន្តែបើទោះជានិយាយយ៉ាងណាហ្នឹងក៏ Frank គេនៅស្ងៀមគេមិនតបតអ្វីជាមួយនឹង Weber នឹងឡើយហើយដោយសារតែមិនដឹងធ្វើអីទៀតហ្នឹង Weber ក៏បានយកអាហាររបស់ Frank និងបានចាក់ចេញពីកន្លែងហ្នឹងទៅបន្តិចក្រោយមកមិត្តភក្តិរបស់ Frank នឹងក៏បាននាំគ្នាមកអង្គុយជិតគាត់វិញនិងបានចែកអាហាររបស់ពួកគេនឹងម្នាក់បន្តិចទៅឲ្យគាត់ហើយពួកគេក៏បានញ៉ាំអាហារជុំគ្នាយ៉ាងសប្បាយរីករាយទៅសេរឿងមកកាន់មក Dramgo ឥឡូវនេះគេកំពុងតែជួបគ្នាជាមួយនឹង Weber Dramgo បាននិយាយគម្រាមទៅកាន់ Weber ថាបើសិនជាគេនៅតែមិនអាចរកមធ្យោបាយក្នុងការដុត Frank នឹងឲ្យឆេះកំហឹងនិងបង្កជាចំនួនធ្ងន់ធ្ងរណាមួយដែលឈានដល់ការចាប់ខ្លួនឬក៏ឃុំឃាំងបន្តទៀតនឹងគេនឹងរោមេថ្មីយកមកគ្រប់គ្រងទៅលើអ្នកទោសហើយព្រោះដោយសារតែបើសិនជា Frank នឹងមិនមានបង្កកំហុសអីទៀតនោះទេគាត់នឹងត្រូវបានគេដោះលែងក្នុងរយៈពេល3សប្តាហ៍ខាងមុខហ្នឹងហើយព្រោះតែគាត់នឹងគឺបានអនុវត្តទោសរួចរាល់ហើយត្រឡប់មក Frank first base ហើយនឹងគ្នារបស់គេផ្សេងទៀតវិញពួកគេកំពុងតែលេងភ្នាល់គ្នាជួលកាឡាតហ្នឹងយ៉ាងសប្បាយរីករាយហើយកំពុងតែលេងសុកហ្នឹងស្រាប់តែលេងបានមកដល់និងបានហៅ first base ហ្នឹងឲ្យតែជូតសម្អាតនៅក្នុងបន្ទប់មួយដែលបន្ទាប់ពីបាននាំ first base មកដល់បន្ទប់ដែលត្រូវសម្អាតហ្នឹងហើយប៉ូលីសក៏បានចាក់សោបបិទទ្វារនិងបានចាក់ចេញពីកន្លែងហ្នឹងបាត់ទៅមួយសន្ទុះក្រោយមក Weber ជាមួយនឹងកូនចៅរបស់គេប្រមាណជា 4-5 នាក់ហ្នឹងក៏បានចូលមកដល់និងបាននាំគ្នាចាប់ first base ហ្នឹងយកទៅដាក់សង្កត់ជាប់នៅក្នុងកៅអីហាត់ប្រាណបន្ទាប់មក Weber ក៏បានលើកអាដៃហាត់ប្រាណហ្នឹងទម្លាក់ទៅលើដើមទ្រូងរបស់ first base ធ្វើឲ្យគេដាច់ខ្យល់ស្លាប់បាត់បង់ជីវិតនៅកន្លែងហ្នឹងទៅប៉ុន្មានម៉ោងក្រោយមក Frank ក៏បានមកដល់កន្លែងកើតហេតុហើយគ្រាន់តែឃើញតែ first base ហ្នឹងត្រូវបានគេសម្លាប់ស្លាប់បាត់បង់ជីវិតចឹងគាត់ពិតជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនហើយនៅពេលដែលបានដឹងថាអ្នកដែលសម្លាប់ first base ហ្នឹងគឺជា Weber Frank ក៏បានបញ្ញាប់រត់ទៅរក Weber ដើម្បីសងសឹក
គាត់នៅបានជួបគ្នាជាមួយនឹង Weber ភ្លាម Frank ក៏បានចាប់ដើមវាយប្រហារទៅលើគេនិយាយទៅវាយយកដល់ដៃតែម្ដងវាយដល់កំហឹងណាហើយវាយមកសន្ទុះក្រោយមក Weber ក៏បានស្លាប់ចឹងហើយ Frank ក៏បានចាប់លើ Weber ហ្នឹងដាក់ទៅលើអាកន្លែងហាត់ប្រាណនិងបានលើកដៃហាត់ប្រាណហ្នឹងតម្រង់នឹងទម្លាក់សម្លាប់ Weber ដូចជាអ្វីដែលគេបានធ្វើចំពោះ First Base ប៉ុន្តែនៅកន្លែងហ្នឹងគេក៏បានបដូរចិត្តនិងបានទម្លាក់ដៃមួយនឹងចូលដោយមិនសម្លាប់ Weber វិញតែភ្លាមៗនោះស្រាប់តែមានអ្នកទោសម្នាក់ទៀតបានដើរមកពីខាងក្រោយ Frank និងបានយកកំបិតរបស់គេនឹងចាក់ចំកណ្ដាលខ្នងរបស់គាត់ធ្វើគាត់នឹងត្រូវរបួសយ៉ាងដំណំប៉ុន្មានថ្ងៃក្រោយមកយើងក៏បានឃើញថា Frank នឹងគឺមិនមានគ្រោះថ្នាក់អ្វីដល់ជីវិតនោះទេគាត់ត្រូវបានគេយកមកព្យាបាលនៅក្នុងបន្ទប់ឃុំឃាំងមួយផ្សេងទៀតយប់ឡើងនៅពេលដែល Frank កំពុងតែដេកសម្រាប់ព្យាបាលសុកៗស្រាប់តែមានបរិសម្នាក់បានជិះរទេះរុញមកនិយាយគ្នាជាមួយនឹង Frank បរិសម្នាក់ហ្នឹងបានប្រាប់ទៅកាន់ Frank ថាស្អែកហ្នឹងគឺគេអាចចេញពីគុកបានហើយពេលដែលគេចេញពីគុកទៅហ្នឹងគេថែមតែមានការងារសម្រាប់ធ្វើឲ្យស្រេចទៀតផងដែលការងារហ្នឹងគឺគេបាននិយាយថាមានមនុស្សហ្នឹងបានជួគេឲ្យទៅរំលោភនារីម្នាក់នៅខាងក្នុងរូបថតហ្នឹងហើយបន្ទាប់ពីបានឃើញរូបថតដែលគេបង្ហាញទៅកាន់ Frank ហ្នឹងយើងក៏បានដឹងថានារីម្នាក់ដែលគេនិយាយហ្នឹងគឺជា Melissa សង្សាររបស់ Frank ហ្នឹងឯងបន្ទាប់ពីលើចឹង Frank គឺបាត់បង់ស្មារតីអស់ហើយគាត់ឡើងឆ្លេះឆ្លាចលាចោលពេញនឹងអស់ហើយចឹងហើយគាត់ក៏បាននិយាយគ្នាជាមួយនឹងឆ្មាំគុកដែលបានសុំទៅពួកគេនឹងឲ្យបញ្ជូនមនុស្សដើម្បីទៅការពារសង្សាររបស់គាត់ទៅដោយសារតែមានមនុស្សចង់រំលោភនាងចឹងណាតែបើទោះជា Frank នឹងព្យាយាមនិយាយណាក៏ប៉ូលីសនឹងមិនយកចិត្តទុកដាក់ចំពោះពាក្យសម្ដីរបស់គាត់ដែរហើយដោយសារតែគ្មានជំរឿននឹងបារម្ភអំពីសុវត្ថិភាពរបស់ Melissa ផងនឹង Frank ក៏បានសម្រេចចិត្តថាគេនឹងទៅរត់ចេញពីក្នុងគុកនៅវេលាយប់នឹងបន្តិចក្រោយមកបន្ទាប់ពីមានឱកាសជួបគ្នាជាមួយនឹង Dallas Frank បាននិយាយបញ្ចុះគេឲ្យជួយគាត់នឹងចាក់ចេញពីកន្លែងហ្នឹងហើយជាថ្នូរគាត់នឹងនាំគេចាក់ចេញពីកន្លែងហ្នឹងទៅជាមួយនឹងគាត់ដែរហើយបន្ទាប់ពីលើចឹង Dallas ក៏បានយល់ព្រមដោយសារតាំងពីពេលដែល Frank ចូលមកដំបូងមកគឺគេតែងតែចង់រត់គេខ្លួនចេញពីក្នុងគុកមួយនោះដូចគ្នាប៉ុន្មានម៉ោងក្រោយមកអ្នកទាំងពីរហ្នឹងក៏បានអនុវត្តតាមផែនការប៉ុន្តែបន្ទាប់ពីរត់បានបន្តិចហ្នឹងពួកគេក៏ត្រូវបានឆ្មាំគុកហ្នឹងចាប់ជាប់បន្តិចក្រោយមក Dramgo ក៏បានចូលមកដល់ហើយនៅកន្លែងហ្នឹងយើងក៏បានដឹងថាតាមពិតទៅរឿងរ៉ាវទាំងអស់ហ្នឹងគឺសុទ្ធតែជាអន្ទាក់របស់ Dramgo ជាអ្នករៀបចំឡើងទាំងអស់ព្រោះថាបើសិនជា Frank គេរត់ចេញពីគុកមុនពេលកំណត់បែបហ្នឹងគឺត្រូវបានជាប់គុកអូតូម៉ាទិកគឺ10ឆ្នាំទៀតតែម្ដង Dramgo គេបានបញ្ជាឲ្យកូនចៅរបស់គេម្នាក់ដែលជាឆ្មាំគុកហ្នឹងទៅបន្លំខ្លួនធ្វើជាអ្នកទោសនិងទៅនិយាយគ្នាជាមួយនឹង Frank ដូចជាអ្វីដែលយើងបានឃើញអញ្ចឹងហើយនៅពេលដែលគេបានដឹងថា Frank កំពុងតែរៀបចំដើម្បីរត់ចាក់ចេញពីគុកហ្នឹងគេក៏បានតាក់ទងគ្នាជាមួយនឹង Dallas ដែលបានចរចាជាមួយ Dallas ថាបើសិនជាគេយល់ព្រមបញ្ឆោត Frank ហ្នឹងឲ្យមកចូលក្នុងអន្ទាក់របស់គេ Dallas ហ្នឹងគឺទៅរួចទោសរយៈពេល30ឆ្នាំត្រប់មកនៅត្រឹម 4-5 ឆ្នាំឯវិញអញ្ចឹងណាតែនៅកន្លែងហ្នឹងតាមពិតទៅ Dramgo គេក៏បញ្ឆោត Dallas ដូចគ្នាគេមិនមានបំណងក្នុងការធ្វើតាមអ្វីដែលគេបានសន្យាឡើយ Dramgo បានបញ្ជាឲ្យកូនចៅរបស់គេនឹងបន្តធ្វើទណ្ឌកម្មទៅលើ Frank ជាមួយនឹង Dallas បន្តមកគេក៏បានចាក់ចេញពីកន្លែងហ្នឹងបាត់ទៅនៅពេលដែលក្រុមឆ្មាំគុកដែលជាកូនចៅរបស់ Dramgo នឹងកំពុងតែព្យាយាមធ្វើទណ្ឌកម្មទៅលើ Frank នឹងក៏បានរើបំរាស់និងបានបតែបន្តគ្នាជាមួយនឹងពួកគេហើយចុងក្រោយ Frank ក៏អាចវាយឆ្មាំគុកទាំងអស់ហ្នឹងឲ្យសន្លប់បាត់ស្មារតីអស់ទៅបន្ទាប់ពីបានរួចខ្លួនហើយ Frank ក៏បានកលេចទៅឃើញថា Dallas នឹងត្រូវបានគេវាយឡើងទូសាច់និងបោះចូលទៅក្នុងទឹកហើយ Dallas បន្ទាប់ពីបានឃើញ Frank អញ្ចឹងគេក៏បានសុំ Frank ឲ្យជួយគេដើម្បីចាក់ចេញពីក្នុងគុកនឹងដែរអញ្ចឹងចំណែកឯ Frank បើទោះជា Dallas នឹងបានធ្វើអំពើមិនល្អជាមួយគេក៏ដោយក៏គេនៅតែមានបំណងចង់ជួយ Dallas ដដែលប៉ុន្តែនៅពេលដែល Frank កំពុងតែព្យាយាមជួយ Dallas នឹងស្រាប់តែឆ្មាំគុកម្នាក់បានដឹងខ្លួនមកនិងបានធ្វើការចម្បាច់ករបស់ Frank គឺអញ្ចឹង Dallas ក៏បានទាញផ្ដាច់ខ្សែភ្លើងយកមកនិយាយគំរាមទៅកាន់ឆ្មាំគុកថាបើសិនជាគេមិនព្រមដោះលែង Frank ទេគាត់នឹងយកខ្សែភ្លើងនឹងដោតចូលទៅក្នុងទឹកដើម្បីឲ្យឆក់ស្លាប់ទាំងអស់គ្នាហើយបន្ទាប់ពីឆ្មាំគុកម្នាក់នឹងបានបលែង Frank ឲ្យរត់ខ្លួនទៅ Dallas ក៏បានទម្លាក់ខ្សែភ្លើងនឹងចូលទៅក្នុងទឹកធ្វើឲ្យពួកគេឆក់ស្លាប់បាត់បង់ជីវិតទាំងពីរនាក់ទៅបន្ទាប់ពីបានរួចខ្លួនហើយ Frank ក៏បានព្យាយាមរត់ចាក់ចេញពីក្នុងគុកហើយនៅពេលដែលគាត់កំពុងតែរត់នឹង Dallas ជាមួយនឹងគ្នារបស់គាត់ដែលជាឆ្មាំគុកនឹងគឺកំពុងតែតាមរកវត្តមានរបស់ Frank ដូចគ្នាពួកគេមានគ្នាច្រើនខ្លាំងមែនទែនកំពុងតែដើររោនៅក្នុងបរិវេណនៃទីតាំងគុកមួយនឹងហើយថែមទាំងមានឆ្កែនិងមានយន្តហោះនឹងបើកកលឹងជុំវិញទៀតផងប៉ុន្តែបើទោះជាព្យាយាមរកយ៉ាងណានឹងក៏រក Frank នឹងមិនឃើញដែរកលេចទៅ Dramgo វិញបន្ទាប់ពីបានដឹងថា Frank នឹងបានរួចខ្លួននិងកំពុងតែព្យាយាមរត់ចាក់ចេញពីក្នុងគុកនឹងគេពិតជាខឹងខ្លាំងមែនទែនចឹងហើយគេក៏បានប្រាប់ទៅកូនចៅរបស់គេទាំងអស់ហ្នឹងឲ្យធ្វើយ៉ាងណារក Frank នឹងត្រឡប់មកវិញឲ្យបានហើយនៅពេលដែល Dramgo កំពុងតែអង្គុយអង្កេតនៅក្នុងបន្ទប់កាមេរ៉ាតាមម្នាក់ឯងសុកនឹងស្រាប់តែ Frank ក៏បានបង្ហាញខ្លួនមកនិងបានយកកំបិតភ្ជង់ជាប់បំពង់ករបស់ Dramgo បន្ទាប់មកគេក៏បាននាំ Dramgo ចូលមកក្នុងបន្ទប់មួយជាបន្ទប់សម្រាប់កាត់ទោសអ្នកទោសដែលមានទោសប្រហារជីវិតណា Frank បានឲ្យ Dramgo នឹងអង្គុយនៅលើកៅអីសម្រាប់ឆក់អ្នកទោសបន្ទាប់មកគេក៏បានរៀបចំកាច់ភ្លើងកាច់អីដើម្បីឆក់សម្លាប់ Dramgo នឹងតែភ្លាមៗនោះប្រធានឆ្មាំគុកជាមួយនឹងកូនចៅរបស់គាត់មកវងនឹងក៏បាននាំគ្នាមកពាត់ Frank ឡើងចិត្តតែម្ដងបន្ទាប់ពីឃើញអញ្ចឹង Frank ក៏បានយកដៃរបស់គាត់នឹងចងភ្ជាប់ជាមួយនឹងកង់តាកាច់ភ្លើងក្នុងករណីដែលប្រធានឆ្មាំគុកនឹងបញ្ជាកូនចៅរបស់គេបាញ់អញ្ចឹងហើយពេលដែលគាត់ស្លាប់ទៅទម្ងន់ខ្លួនរបស់គាត់នឹងច្បាស់ជាទាញអាកង់តានឹងឆក់អាប៉ែ Dramgo នឹងស្លាប់ទៅជាមួយគាត់ដែរ Frank បានបន្តនិយាយគ្នាជាមួយនឹង Dramgo ដែលបានប្រាប់ទៅគេថាអ្វីដែលគាត់បានធ្វើទាំងអស់ហ្នឹងគឺគ្រាន់តែចង់ឲ្យ Dramgo នឹងនិយាយពាក្យសុំទោសចំពោះការដែលគេនឹងបានទម្លាក់កំហុសគ្រប់យ៉ាងមកលើគាត់ហើយបន្ទាប់ពីលើអញ្ចឹង Dramgo ក៏បានអង្វរ Frank នឹងក៏បានសម្លាប់គេនិងបាននិយាយសុំទោសបន្ទាប់មកក៏បានទទួលសារភាពចំពោះរឿងរ៉ាវដែលបានកើតឡើងទាំងអស់ហ្នឹងថាជាកំហុសរបស់គេនិងជាការរៀបចំរបស់គេអញ្ចឹងទៅហើយបន្ទាប់ពីបានសារភាពចប់ Frank នៅតែបន្តកាច់កង់តាហ្នឹងដើម្បីឆក់ឲ្យ Dramgo នៅស្លាប់ប៉ុន្តែពេលទីកាច់មកគឺអត់មានឆក់ទេដោយសារតែអ្វីៗគ្រប់យ៉ាងហ្នឹងគឺគ្រាន់តែជាគម្រោងរបស់ Frank ដើម្បីឲ្យអាប៉ែ Dramgo នឹងនិយាយសារភាពតែប៉ុណ្ណោះភ្លាមៗនោះប្រធានឆ្មាំគុកក៏បានបញ្ជាឲ្យកូនចៅរបស់គាត់ចូលទៅចាប់ Frank ដើម្បីយកទៅឃុំឃាំងបន្តលើពីនេះគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់នឹងចាប់ Dramgo យកទៅឃុំឃាំងដើម្បីរងចាំការស៊ើបអង្កេតផងដែរហើយបើទោះជាអាប៉ែ Dramgo
Go នឹងបានតវ៉ាថាការដែលគាត់និយាយសារភាពនឹងគឺដើម្បីតែការពារអាយុជីវិតរបស់គាត់យ៉ាងណាក៏ដោយក៏ប្រធានឆ្មាំគុកនឹងគាត់មិនស្ដាប់ដែរគាត់ត្រូវតែចាប់អាប៉ែ Drum Go នឹងយកទៅឃុំឃាំងដើម្បីរងចាំការស៊ើបអង្កេតដដែលប៉ុន្មានសប្តាហ៍ក្រោយមកការស៊ើបអង្កេតក៏ត្រូវបានបញ្ចប់ហើយគេបានរកឃើញថាអាប៉ែ Drum Go នឹងពិតជាមនុស្សតែម្នាក់ដែលនៅពីក្រោយខ្នងឬរ៉ាវទាំងអស់ហ្នឹងមែនអញ្ចឹងហើយគាត់ក៏ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធនាគារនឹងទៅចំណែក Frank វិញក៏ត្រូវបានគេដោះលែងបន្ទាប់ពីគាត់បានអនុវត្តទោសជាប់សពគ្រប់នៅក្នុងពន្ធនាគារហើយបន្ទាប់ពីចេញមកដល់ខាងក្រៅ Frank ក៏បានឃើញថា Melissa ដែលជាសង្សាររបស់គាត់នឹងគឺបានមកអង្គុយរងចាំគាត់ដល់មុខខ្លោងទ្វារគុកតែម្ដងអ្នកទាំងពីរបានអោបថើបគ្នាដើម្បីបង្ហាញអំពីអារម្មណ៍នឹករលឹកហើយខ្សែរឿងរបស់យើងនឹងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងបាត់ទៅជាចុងក្រោយadminសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាការសម្រាយខ្សែរឿងនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់បាយបាយ